អូខេហ្នឹងហើយសួស្តីអ្នកទាំងអស់គ្នាកាលពីវីដេអូមុនដូចបានបញ្ជាក់អញ្ចឹងគឺយើងបានបង្ហាញពីការមើល result មួយចំនួនហើយអស់ហើយអញ្ចឹងចូលមកដល់វគ្គនេះគឺយើងចូលដល់ការ design ម្ដងអញ្ចឹងផ្ដើមចេញពីគ្រឹះអញ្ចឹងយើងដើម្បីយើង design គ្រឹះរបស់អគារយើងបានយើងចូលមើល reaction របស់វាអញ្ចឹងនេះលក្ខខណ្ឌ SLS dead load បូក live load អញ្ចឹងយើងចូលមើល result របស់វាខ្ញុំបានបង្ហាញម្ដងហើយថារបៀបមើល result យើងមើលមិនអីមិននេះចូល reaction ហើយ apply មកនេះយើងចេញ result ហើយបន្ទាប់ពីយើងបានវាហើយយើងអាច print វាជា PDF មកដើម្បីងាយស្រួល view ហើយធៀបជាមួយនឹងបាយការណ៍ដីអញ្ចឹងឧទាហរណ៍ថាពេលដែលយើង print មក PDF របស់យើងគឺបានបែបនេះអញ្ចឹងយើងមើល reaction ទាំងអស់ຂະຫນາດរបស់វាគឺវាគិតជាគីឡូញូតុនហើយ case របស់វានេះគឺ LS គឺ dead load បូកនឹង live load អញ្ចឹងយើងទៅបើកមួយទៀតយើង print របាយការណ៍ដីហើយយើងមើល recommendation របស់ដីថាដីហ្នឹងគេ recommendation បែបម៉េចយើងត្រូវចូលទៅមើល recommendation របស់ដីហ្នឹងថាដីហ្នឹងគេ recommend បែបណាតែប៉ុន្តែនៅក្នុង recommendation របស់ដីគេមានពីលើមកមានអីច្រើនមានសរសេររៀបរាប់អីច្រើនមកដល់តារាងអបសម្ព័ន្ធតារាងទី5ហ្នឹងគេបានគេបញ្ជាក់ថាអូគេប្រើគេ recommend ប្រភេទគ្រឹះដំផលិតហ្នឹងអានេះ Fed Span Pal តែតាមពិតកាលណាយើងសិក្សាជាមួយនឹងខាងតេស្តដីគេនឹងឲ្យមានទាំង Span Pal មានទាំងបបផាលហើយមានទាំងគ្រឹះជ្រុងទៀតគ្រឹះដំបន្លិចប្រភេទជ្រុងហើយបានមក span pal ហើយបានទៅបបផាលតែដោយសារតែគម្រោងយើងជាទូទៅគឺយើងសិក្សាទៅលើ span pal អញ្ចឹងខ្ញុំសូមបង្ហាញតកតងជាមួយនឹងតារាងរបស់ span pal ហ្នឹងមកហើយដែលមាន SPT ហើយមានប្រភេទដីតាមស្ទាប់មួយមករហូតអញ្ចឹងណាអញ្ចឹងលក្ខខណ្ឌកន្លែងនេះយើងមើលទៅលើ reaction អញ្ចឹងឧទាហរណ៍ថាយើងប្រើប្រាស់ប្រភេទគ្រឹះរបស់យើងហ្នឹងគឺគេគឺមុខកាត់30ហើយជម្រៅរបស់វាប្រវែងសគ្រឹះ15ម៉ែត្របញ្ជូន1ម៉ែត្រអញ្ចឹងបានន័យថាប្រវែងសគ្រឹះនេះតែ15ម៉ែត្រទេហើយយើងបញ្ជូន1ម៉ែត្រជម្រៅប្រខប់អញ្ចឹងទាំងអស់16ម៉ែត្រហើយ reaction របស់វា58តោនបានន័យថា581គីឡូញូតុន10គីឡូញូតុនស្មើ1តោនអញ្ចឹងឧទាហរណ៍ថាយើងប្រើអាហ្នឹងយកក្នុងលក្ខខណ្ឌជម្រៅប៉ុណ្ណឹងចុះឬក៏យើងយកក្នុងលក្ខខណ្ឌជម្រៅនេះក៏បាន16ម៉ែត្រក៏បានជាចំក្នុង recommendation យើងយកមួយណាក៏បានគ្រាន់ថាយើងមើលប្រវែងរបស់វាទៅធៀបយើងកាលណាយើងប្រើរយៈវាបាន reaction តិចហើយវាត្រូវប្រើគ្រឹះអស់ច្រើនពោះយើងត្រូវយក reaction នេះចែកនឹងលទ្ធភាពត្រត្រង់របស់គ្រឹះមួយដើមឧទាហរណ៍ថានេះ98 981អញ្ចឹងកាលណាយើងប្រើ16ម៉ែត្រឬក៏យើងប្រើ16ម៉ែត្រនេះវាបានតែ657ទេអញ្ចឹងឧទាហរណ៍ថាយើងចុចកាសចូលមក981ថា82ចុះអញ្ចឹងយើងចែកនឹង657ថា58ចុះ158អញ្ចឹងវាប្រើអស់មួយដើមកន្លះអញ្ចឹងមួយដើមកន្លះយើងប្រើអត់កើតយើងមិនប្រើ2អញ្ចឹងអានេះយើងប្រើអស់2ដើមអញ្ចឹងអានេះយើង save យើង save វាមក2ដើមអញ្ចឹងអានេះលើសពី60តោនជាងនោះ2ដើមអញ្ចឹងកាលណាឲ្យតែលើសពី65តោនហ្នឹងគឺយើងត្រូវតែ2ដើមអញ្ចឹងណាដូចនេះអីវាត្រូវ2ដើមហើយសារវានៅ survey របស់គ្រឹះនៅអីទៀតអញ្ចឹងវាលើសបាត់ហើយអញ្ចឹងមួយដើមអត់អាចគ្រប់គ្រាន់ទេអញ្ចឹងវាទៅ62ទៅ2នេះដូចគ្នាត្រូវទៅ2នេះទៅ2លើកលែងនេះវាត្រូវមានតែមួយដើមទេដោយសារតែវា60ទៅតិចជាងអានោះច្រើនហើយចំពោះផ្សេងគឺបើជា automatic គឺមួយដើមទាំងអស់ហើយព្រោះreaction ក្នុងនេះវាអត់មានណាលើសពី65តោនហ្នឹងទេអញ្ចឹងនេះខ្ញុំគ្រាន់តែចង់បង្ហាញពីវិធីសាស្ត្រនៃការចែករកចំនួនសគ្រឹះយើងអញ្ចឹងយើងត្រូវយក reaction នេះចែកជាមួយនឹងលទ្ធភាពត្រត្រង់ដែលសសរគ្រឹះឲ្យមក
ដែលខាងដីគាត់ឲ្យមក recommend មកអញ្ចឹងយើងចែកទៅយើងឃើញចំនួនដើមហើយអញ្ចឹងឧបមាថាយើងប្រើ14 ម៉ែត្រអញ្ចឹងមកកាត់30អញ្ចឹងយើងយកreaction មិញយកមកចែកនឹងលទ្ធភាពនេះកម្លាំងទ្រទ្រង់សរុបអនុញ្ញាតសរុបនេះមកអញ្ចឹងយើងចែកទៅទីហោថាអាមិញហ្នឹងវា981អញ្ចឹង982អញ្ចឹង982ចែកនឹង448ទៅយើងឃើញចំនួនដើមយើងឃើញ2ជាងអញ្ចឹងកាលណាយើងប្រើខ្លីហើយលទ្ធភាពទ្រទ្រង់ដែលគេឲ្យអនុញ្ញាតសរុបនេះវាតិចអញ្ចឹងចំនួនដើមវានឹងកើនឡើងហើយអញ្ចឹងអាហ្នឹងវាអាស្រ័យទៅលើការគណនារបស់យើងជាមួយនឹងបទពិសោធន៍ថាយើងមិនចង់ប្រើសគ្រឹះវែងតំណឬក៏ស្មុកស្មាញយើងចង់ប្រើខ្លីយើងប្រើបានព្រោះសគ្រឹះរបស់យើងជាទូទៅតែ12 ម៉ែត្រទេវែងផុតអញ្ចឹងអានេះវា14 ម៉ែត្រវា2តំណវាប្រហែលជា7 ម៉ែត្រពីដើមឬ8 ម៉ែត្រពីដើមតដើម្បីវាយតេស្តជាក់ស្ដែងហើយបានសម្រេចយកបន្តទៀតនេះក្នុងលក្ខខណ្ឌយើងចែកបែបហ្នឹងណាអញ្ចឹងខ្ញុំសង្ឃឹមថាគ្នាយើងយល់ទេតកតងជាមួយនឹងការចែកទៅចំនួនសគ្រឹះអញ្ចឹងក្រោយពីចែកបានហើយចំពោះមួយដើមយើងមើលកូដទៅមួយដើមវាអត់មាន punching អត់មាន one way អត់មាន moment អីទេអញ្ចឹងមួយដើមគឺយើង follow ទៅតាមកូដទៅទាំងកម្រាស់ទាំងសរសៃដែកដែលដាក់ប្រើប្រាស់ហ្នឹងគឺ minimum អញ្ចឹងវាអត់ធ្វើការអីជាមួយនឹង punching ទេអញ្ចឹងយើងចែកតែពីរដើមទៅធ្វើថាអានេះយើងចែកទៅយើងត្រូវប្រើពីរដើមដោយសារយើងប្រើ10មិញហ្នឹងគឺយើងប្រើ15 ម៉ែត្រអញ្ចឹងយើងចែកទៅវាឃើញពីរដើមអញ្ចឹងកាលណាពីរដើមយើងអាចប្រើកម្មវិធីដែលយើងចង market ដែលយើងចងក៏បានយើងអាចប្រើកម្មវិធី OCM ASI Builder នេះក៏បានឬក៏យើងប្រើទៅលើ Excel ក៏បានឬក៏កម្មវិធីចំនួនមួយចំនួនដែលអាចមានលទ្ធភាពចែកគ្រឹះប៉ុន្តែទូទៅខ្ញុំប្រើមួយនេះតែវារៀងលឿនអញ្ចឹងខ្ញុំធ្វើគំរូឲ្យមើលទៀតទីហោថាកម្លាំងបេតុងយើងបានកំណត់ហើយថាសគ្រឹះយើងចាក់មកគឺ flat cap ហ្នឹងគឺយើងចាក់កម្លាំងបេតុង30ហើយដែកយើងចាក់ថា390ហើយមកកាត់កសសយើងសន្មត់ថា25 35ឲ្យធំជាងសសរ55ហ៊ុនចុះព្រោះសនៅកន្លែងហ្នឹងគឺ23អញ្ចឹងមកកាត់គ្រឹះគឺ300បើយើងយក spacing របស់វាជាទូទៅគឺ 3D អញ្ចឹង3គុណនេះ S នេះជាទូទៅគឺយើងយក 3D អញ្ចឹង3គុណនឹង3វា900អូខេហើយកម្រាស់ជើងតាំងយើងសន្មត់សិនថាគេហៅថាយើងយក400 C កម្រាស់ក្បាលសសរគ្រឹះយើងយកតែ75ទេហើយ offset ខាងនេះយើងអាចទៅមើលក្នុងPAL arrangement របស់ភៅរបស់កូដក៏បានរបស់អីក៏បានព្រោះសម័យនេះយើងមើលនៅក្នុង Google ក៏បានចែកក្នុងអ៊ីនធឺណិតសម័យនេះគឺគ្រប់ប្រភេទអស់ហ្នឹងគឺមានទាំងអស់នៅក្នុងសភៅកូដនៅក្នុងទីតាំងហើយអ្វីដែលលឿនហ្នឹងគឺនៅក្នុង social internet យើង check ទៅវាមានគ្រប់ផ្នែកទាំងអស់ហើយណាស់តែយើងអត់ check ពីវាទេអានេះយើងយក150បានតែចេញពីហ្គេម E នេះចេញពីហ្គេមរបស់សគ្រឹះមកដល់ហ្គេមរបស់ជើងតាំងអញ្ចឹងគេហៅថាយើងយក150ហើយផលទៅអារម្មណ៍យើងកំណត់ថាឲ្យ5ហ៊ុនចុះអញ្ចឹងកាលណាវាដើរទៅជាង5ហ៊ុនគឺយើងមិនកែប្រែទេតែកាលណាយើងធំជាងយើងត្រូវកែប្រែអញ្ចឹងឧទាហរណ៍ថាPAL arrangement យើងវាយមក PAL arrangement នេះអញ្ចឹងនេះ PAL arrangement របស់គេមាននេះការរៀបទូទៅខ្ញុំឃើញ page គេមួយចំនួនគេបោះដែរហើយអាចចឹងនៅក្នុង social media ច្រើនកាត់ហើយក្នុងសភៅក៏យើងមានដូចតែគ្នាដែរគ្រាន់ថាយើងអត់ចំណាយពេលទៅរក reference រកអីច្រើនយើងមើលតាមនេះទៅក៏វាមិនខុសគ្នាប៉ុន្មានដែរព្រោះគេដកស្រង់ចេញពីសភៅមកដែរទេមុននឹងគេធ្វើចែកម្លែក share ហ្នឹងតែយើងរក reference ទៅដើម្បីមានទំនុកចិត្តខ្លួនឯងតែនេះខ្ញុំចង់បង្ហាញតកតងជាមួយនឹងអ្វីដែលខ្ញុំបាននិយាយមិញអញ្ចឹងពីដើមហ្នឹងទីហោថានេះ 3D
để class cái tranh pi center bỏ cứ máu môi chật làm đầy nông cốt cứ cái sẽแบบnâng có vận tải cả dương thơ trắng vì hiện thông hay vì nì trắng cái chọn cứ dầu mà tắc class được pi tắc pi kem xemแบบlâu đài vận tải bỏ hai đài được pi thông thông mà nó ăn được lòng tạm ní cứ bờ xa phật rồi chẳng á mình cho bài tiếng cho ta khéo tự nhiên giờ anh ngày chẳngอันนี้ยังโยมตะกะละพาลตะรังนี่ยังโยปรามหุ้นพาลเนี่ยพาล capacity working load พาล capacity นั้นคือยังโยลัตเพียบตรงบ่สะสอกคือដែលគេឲ្យមកនេះมัน581គីឡូញូតននេះអញ្ចឹងយើងបំពេញមកនេះជាលទ្ធភាពត្រង់របស់សសរគ្រឹះអញ្ចឹង581តមកនេះគឺយើងទៅមើលផាល់ reaction របស់នេះនៅក្នុងកូដវាប្រវាយជា2វាប្រវាយ dead load និង live load អញ្ចឹងនៅក្នុង robot យើងត្រូវប្រវាយជា2ដែរប្រវាយជា dead load និង live load ប៉ុន្តែបើសិនជាយើងអត់ប្រវាយទេសាខ្ញុំអត់ទាន់បានកំបាញ់ប្រវាយ load dead load អញ្ចឹងអានេះ981យើងយក981នេះមកដក reaction របស់ live load យកមកទៅអញ្ចឹង981ដក155ទីហោអញ្ចឹងមិញ981ដក155អញ្ចឹងវាសម826ចានេះយើងចូលមក826អានេះ155ហើយដៃយើងសន្មត់ថាដៃយើងប្រើ16លីវា16លីសមរម្យយើងគួរកុំប្រើតូចជាងហ្នឹងអីតូចជាងហ្នឹងក៏វាមកទៅវាមិនសមាមាត្រជាមួយជើងតាំងដែរតែខ្លះយើងអាចប្រើពី14លីឬក៏ហ្នឹងចាំពិតក្នុងលក្ខខណ្ឌយើងកណនីវាត្រឹមត្រូវគ្រាន់ថាពេលចងទៅដៃវាស្មីអញ្ចឹងកាលណាយើងប្រើដៃទូចជំរាបញឹកកាលណាយើងប្រើដៃធំយើងវើតែក៏កុំឲ្យធំលើសហ្នឹងហើយក៏កុំឲ្យតូចជាងហ្នឹងយើងមើលទៅមកសមរម្យដែរអញ្ចឹងក្រោយពីយើងបញ្ចូលព័ត៌មានប៉ុណ្ណឹងយើងចុច calculate បាននេះ calculate អានេះវាដាក់ថា one way shear the max អញ្ចឹងកាលណាធ្លាក់ one way shear ជាទូទៅគឺតាក់ទងមួយកម្រាស់អញ្ចឹងយើងរុញកម្រាស់វាឡើងមកទីហោថា450 450នេះឃើញទេ one way shear វាធ្លាក់ពី4មកសល់ 3.5 អញ្ចឹងអត់ទាន់ជាប់ទេអញ្ចឹងយើងលើកកម្រាស់ថែមទៀតយើងលើកមក500មក one way shear damage របស់វានេះនៅសល់2ចុចទៀតអញ្ចឹងវាអត់ទាន់ជាប់ទេអញ្ចឹងយើងដាក់550ឡើងរហូត550ក៏អត់ទាន់ដែរអញ្ចឹងដាក់600នៅទៀតអញ្ចឹង650នេះអូខេអញ្ចឹងជើងតាំងរបស់យើងសន្មត់យក650កម្រាស់របស់វាហើយទំហំរបស់វាគឺដូចខ្ញុំបានបញ្ជាក់អញ្ចឹងអានេះយើងចែក center មក center របស់គ្រឹះមកព្រោះមកកាត់គ្រឹះយើងមានហើយ300ហើយនេះចែក center អានេះកែមខាងនេះកែមខាងអញ្ចឹងយើងគូសបានជាទំហំរបស់សសរគ្រឹះហើយរឿងអីយើងជើងតាំងរឿងអីយើងគូអត់ចាញ់ព្រោះយើងមានព័ត៌មាននៅក្នុងនេះអស់ហើយហ្នឹងអញ្ចឹងនៅក្នុងនេះវាដាក់ pal cap damage capacity អញ្ចឹងតកតងជាមួយ capacity របស់គ្រឹះគឺអីទេវាតែធ្វើការអស់តែ 0.85 ទេវានៅសល់ 15% ទៀតអញ្ចឹង15 0.15 ទៀតបាន1ស្មើបានវាស្មើនឹង 100% អញ្ចឹងវាធ្វើការអស់តែ 0.85 ទេវាទៅជា1អូខេអញ្ចឹងតកតងជាមួយនឹង deep beam action critical section របស់ column អីហ្នឹងគឺអត់មានបញ្ហាទេ function one way អីហ្នឹងហើយនៅក្នុងនេះយើងអាចចូលទៅមើល report នេះបន្ថែមទៀតបានព្រោះនេះវា analyze តាម ACI code 3.8M11 តែវានឹង update មកបន្តទៀតនេះខ្ញុំឃើញវាសារចេញដែររាល់ឆ្នាំតែយើងអាចមើលទៅកាលណាយើងផ្ទឹមមួយនេះហើយយើងអាច check ជាមួយនឹងការចងទៅលើការគណនាដៃរបស់យើងបន្ថែមដូច market ដូច Excel អីហ្នឹងព្រោះយើងប្រហែលជាអាចយល់ពីវាមួយចំនួនហើយអាចមើលពីវាបានអញ្ចឹងក្រោយពីយើងបានប៉ុណ្ណឹងអស់ហើយបានព័ត៌មានអស់ហ្នឹងយើងបោះទៅឲ្យខាង software វិញគាត់គូសបានហើយយើងបន្តទៅគណនាគ្រឹះផ្សេងបន្ថែមទៀត2ដើមយើងចុចលើ2ដើមទៅ3ដើមយើងចុចលើ3ដើមទៅ4 5 6អីយើងចុចទៅតាមហ្នឹងទៅទីហោ3ដើមការបំពេញព័ត៌មានរបស់វាមិនខុសគ្នាទេហើយនេះការរៀបគ្រឹះរបស់វានេះក៏ S នេះក៏ S នេះក៏ S អញ្ចឹងពីគ្រឹះមួយទៅគ្រឹះមួយជាមុំចក្រានហ្នឹងគឺរៀបជាបែបហ្នឹងហើយ spacing របស់វាគឺ S ហ្នឹងគឺស្មើនឹង 3D
ដូចដែលខ្ញុំបានបង្ហាញនេះចឹងហើយយើងរៀបរហូតដល់10 20ប៉ុន្តែនៅក្នុងនេះវាមាន limit ដែររបស់វានេះគឺបានតែ5 file ទេកាលណា strip file នេះអាហ្នឹងការបំពេញវារៀងស្មុគស្មាញតើតែយើងយល់ពីវាច្រើនតែបើយើងចង market ឬក៏ធ្វើការនៅក្នុង Excel អាហ្នឹងយើងចងខ្លួនឯងទៅអាច 12 13 14 គ្រឹះអីទៅឬក៏យើងប្រើកម្មវិធីជំនួយមួយចំនួនមាន Face មានអីហ្នឹងគេអនុញ្ញាតឲ្យយើងបំរែបំរួលចំនួនគ្រឹះអីហើយវា unlimited ច្រើនជាងនឹងបន្ថែមទៀតអានេះវានៅរៀង limit ដែរអញ្ចឹងណាអញ្ចឹងតាក់ទងជាមួយនឹងវីដេអូនេះសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយខ្ញុំបញ្ចប់វាប៉ុណ្ណឹងហើយបើមានបញ្ហាអីតាក់ទងជាមួយនឹងការគណនាគ្រឹះហ្នឹងអាច comment បន្ថែមបានហើយវីដេអូបន្ទាប់ខ្ញុំនឹងធ្វើពីការគណនាសម្ដងអរគុណ